6យ៉ាងនេះបុរសដែលចង់ជោគជ័យត្រូវកាត់ចេញភ្លាមសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយជាមួយបុរសគ្រប់រូបដែលមានក្តីស្រមៃចង់ជោគជ័យក្នុងជីវិតបុរសដែលពិតជាចង់ជោគជ័យមិនមែនត្រឹមតែត្រូវបន្ថែមអ្វីថ្មីៗចូលក្នុងជីវិតទេពេលខ្លះអ្វីដែលសំខាន់ជាងគេគឺត្រូវកាត់អ្វីដែលកំពុងបំផ្លាញជីវិតយើងចេញពីឫសគល់បើមិនកាត់ចេញទេវាអាចមិនបំផ្លាញយើងភ្លាមៗទេប៉ុន្តែវានឹងបំផ្លាញយើងយឺតៗដោយយើងមិនដឹងខ្លួនទី1កាត់បន្ថយទម្លាប់រត់តាមស្នេហានិងស្ត្រីដោយគ្មានគោលដៅនេះមិនមែនមានន័យថាស្ត្រីជារឿងអាក្រក់ទេប៉ុន្តែបញ្ហាគឺការដេញតាមភាពសប្បាយនិងការចង់បានការទទួលស្គាល់ពីស្ត្រីរហូតដល់ភ្លេចគោលដៅរបស់ខ្លួនវាអាចយកពេលវេលាលុយធម្មពលនិងការផ្ដោតអារម្មណ៍របស់អ្នកខណៈពេលដែលអ្នកកំពុងចំណាយពេលដើម្បីកំសាន្តអ្នកដទៃកំពុងរៀនកំពុងធ្វើអាជីវកម្មនិងកំពុងសាងសង់អនាគតរបស់ពួកគេស្នេហាមិនមែនជាសត្រូវនៃភាពជោគជ័យទេប៉ុន្តែការបាត់បង់គោលដៅដោយសារស្នេហាគឺជាបញ្ហាទី2កាត់ចោលការពន្យាពេលពាក្យថាចាំស្អែកអាចคล้ายជាហេតុអ្វីខ្ញុំមិនចាប់ផ្ដើមតាំងពីមុនអ្វីដែលអ្នកពន្យាថ្ងៃនេះអាចคล้ายជាបញ្ហាដែលធំជាងមុននៅថ្ងៃស្អែកចង់រៀនចាប់ផ្ដើមថ្ងៃនេះចង់បើកអាជីវកម្មចាប់ផ្ដើមរៀបចំថ្ងៃនេះចង់ផ្លាស់ប្ដូរជីវិតកុំរងចាំថ្ងៃដែលល្អឥតខ្ចោះថ្ងៃល្អបំផុតសម្រាប់ចាប់ផ្ដើមគឺថ្ងៃនេះទី3កាត់ចោលគំនិតអវិជ្ជមានការសង្ស័យខ្លួនឯងគឺជាឃាតករដ៏ស្ងាត់ម្នាក់បើអ្នកប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថាខ្ញុំធ្វើមិនបានទេនោះអ្នកមិនចាំបាច់មានសត្រូវទេព្រោះអ្នកកំពុងខ្លាចជាសត្រូវរបស់ខ្លួនឯងកុំសួរតែថាខ្ញុំអាចធ្វើបានទេចូលសួរថាតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឲ្យខ្ញុំអាចធ្វើបានមនុស្សជោគជ័យក៏មានបញ្ហាក៏មានការភ័យខ្លាចនិងក៏ធ្លាប់បរាជ័យដែរប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យការភ័យខ្លាចក្លាយជាអ្នកបញ្ជាជីវិតរបស់ពួកគេទេទី4កាត់ចោលភាពខ្ជិលក្តីស្រមៃមិនអាចបង់វិក័យប័ត្រឲ្យអ្នកបានទេការនិយាយថាខ្ញុំចង់ជោគជ័យមិនគ្រប់គ្រាន់ទេអ្នកត្រូវធ្វើការអ្នកត្រូវរៀនអ្នកត្រូវអត់ធ្មត់អ្នកត្រូវធ្វើសកម្មភាពទោះបីថ្ងៃនោះអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយពេលអ្នកកំពុងកេងលើសក្តានុពលរបស់ខ្លួនអ្នកដទៃកំពុងក្រោកឡើងធ្វើការសមត្ថភាពដែលមិនត្រូវបានប្រើនិងមិនអាចបង្កើតលទ្ធផលបានទេទី5កាត់ចោលទម្លាប់អាក្រក់និងការញៀនអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានអាចនឹងក្លាយជាអ្វីដែលគ្រប់គ្រងអ្នកការផឹកស្រាខ្លាំងការលេងល្បែងការចំណាយលុយគ្មានផែនការការលេងទូរស័ព្ទរហូតដល់បាត់ពេលវេលាឬទម្លាប់ណាដែលធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងខ្លួនឯងសុទ្ធតែអាចបំផ្លាញអនាគតបានចាំថាបើអ្នកមិនគ្រប់គ្រងទម្លាប់របស់អ្នកទេទម្លាប់របស់អ្នកនឹងចាប់ផ្ដើមគ្រប់គ្រងជីវិតអ្នកទី6កាត់ចោលភាពសុខស្រួលហួសកម្រិតភាពសុខស្រួលមិនមែនអាក្រក់ទេប៉ុន្តែការរស់នៅក្នុង comfort zone រហូតដល់មិនចង់រៀនមិនចង់ប្រឈមនឹងបញ្ហានិងមិនចង់រីកចម្រើនគឺជាគ្រោះថ្នាក់ពេលអ្នកឈប់រៀនអ្នកចាប់ផ្ដើមថយក្រោយពេលអ្នកឈប់រីកចម្រើនអ្នកកំពុងបាត់បង់ឱកាសដែលអាចធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរដូច្នេះបុរសដែលចង់ជោគជ័យត្រូវរៀនរស់នៅជាមួយវិន័យហើយនេះជាមេរៀនដែលបុរសជាច្រើនមិនទាន់យល់បុរសដែលមានវិន័យមិនត្រូវបានគ្រប់គ្រងដោយភាពសប្បាយភ្លាមៗទេគាត់ត្រូវបានដឹកនាំដោយគោលបំណងគាត់អាចនិយាយថាទេចំពោះអ្វីដែលធ្វើឲ្យគាត់ខាតបង់ថ្ងៃនេះដើម្បីទទួលបានអ្វីដែលធំជាងនៅថ្ងៃអនាគតដូច្នេះបើអ្នកចង់ផ្លាស់ប្ដូរជីវិតកុំចាប់ផ្ដើមតែពីសំណួរតើខ្ញុំត្រូវបន្ថែមអ្វីចាប់ផ្ដើមដោយសួរខ្លួនឯងថាតើខ្ញុំត្រូវកាត់អ្វីចេញកាត់ការពន្យាពេលម៉ូកាត់ភាពខ្ជិលហ្វូកាត់គំនិតអវិជ្ជមានកាត់ទម្លាប់ដែលបំផ្លាញខ្លួនឯងអូកាត់ភាពសុខស្រួលហួសកម្រិតហើយកាត់អ្វីគ្រប់យ៉ាងដែលធ្វើឲ្យអ្នកឆ្ងាយពីគោលដៅរបស់អ្នកចាំមួយឃ្លានេះអនាគតរបស់អ្នកមិនត្រូវបានបង្កើតដោយអ្វីដែលអ្នកនិយាយទេប៉ុន្តែត្រូវបានបង្កើតដោយអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃ